ព័ត៌មានទី1នេះគឺជាការប្រកាសផ្សាយតាម Facebook របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាបាទគឺជាជំនួបដ៏សំខាន់មួយរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបាទគឺលោក The Somber បាទដែលលោកជាឧបការីរដ្ឋមន្ត្រីការបរទេសបាទទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបាទគឺបានជួបបើយោងតាមការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃប្រហ័សទី30ខែតុលានេះឲ្យដឹងថាគឺបានជួបជាមួយនឹងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបាទហើយនៅក្នុងជំនួបនោះគឺបានពិនិត្យមើលឡើងវិញនៅជំហាននានាដែលកម្ពុជានិងថៃត្រូវអនុវត្តដើម្បីធ្វើយ៉ាងណាឲ្យបានសម្រេចនៅកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាក្រោមការធ្វើជាសាក្សីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ហើយនិងប្រធានបដូវវេនរបស់អាស៊ានគឺលោកនាយករដ្ឋមន្ត្រី Anwar Ibrahim បាទហើយគោលបំណងរបស់សហរដ្ឋអាមេរិកនេះបើតាមស្ថានទូតគឺធ្វើយ៉ាងណាឲ្យមានសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរនេះបាទហើយទន្ទឹមនឹងការពិភាក្សាពីបញ្ហាកម្ពុជាថៃនេះគឺសហរដ្ឋអាមេរិកក៏ផ្ដោតចំណាប់អារម្មណ៍ទៅលើបញ្ហាផ្សេងទៀតផងដែរគឺបានពិភាក្សាអំពីអ្វីដែលកម្ពុជានិងសហរដ្ឋអាមេរិកអាចធ្វើការរួមគ្នាលើកម្មវិធីភាពជាដៃគូនៃទន្លេមេគង្គហើយនិងសហរដ្ឋអាមេរិកការបោះសម្អាតយុទ្ធភ័ណ្ឌបន្តផ្ទុះនិងកិច្ចខិតខំប្រឹងប្រែងដ៏មានលើកកម្ពស់សន្តិភាពសេរីភាពវិបលភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បាទនេះគឺមានកិច្ចការច្រើនដែលកម្ពុជានិងសហរដ្ឋអាមេរិកបានធ្វើជាមួយគ្នាហើយនឹងបន្តធ្វើជាមួយគ្នាបាទសូមបើកវងកញ្ចក់បន្តិចអញ្ចឹងហើយបានខ្ញុំតែងតែនិយាយប្រាប់ជាមួយនឹងប្រិមត្តថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកមិនមែនអាក្រក់ខ្លាំងដូចដែលមើលឃើញនោះទេគឺមានកិច្ចការច្រើនណាស់ដែលកម្ពុជាហើយនិងសហរដ្ឋអាមេរិកបានធ្វើខ្ញុំដឹងរហូតដល់តាំងពីកិច្ចព្រមព្រៀងសហការភាពជាដៃគូមេគង្គហើយនិងអាមេរិកបាទខ្ញុំដឹងតាំងពីអ្នកដែលឲ្យយោបល់ថាតើត្រូវធ្វើយ៉ាងម៉េចពីព្រោះសហរដ្ឋអាមេរិកគាត់ចង់បានមុខមាត់ឬក៏ការរួមចំណែកដ៏ខ្លាំងនៅតំបន់មេគង្គហ្នឹងបាទអញ្ចឹងឥឡូវនេះភាពជាដៃគូនេះគឺជាអ្វីមួយដែលកម្ពុជាបានផ្ដល់ឲ្យសហរដ្ឋអាមេរិកធ្វើការជាមួយសហរដ្ឋអាមេរិកជាយូរមកហើយបាទដែលមានបញ្ហាបន្ថែមទៅលើបញ្ហាជួយមនុស្សធម៌ខាងដោះមានខាងសុខាភិបាលបាទកិច្ចសហប្រតិបត្តិការច្រើនទៀតនឹងជាមួយនឹងសហរដ្ឋអាមេរិកនឹងបើទោះបីជាមានបញ្ហាខ្លះប៉ះពាល់ទៅដល់មិត្តភាពហ្នឹងគឺដូចជារឿងកំពង់ផែរៀមសំយុទ្ធឥឡូវហ្នឹងដោះស្រាយចេញហើយរឿងសំយុទ្ធយោធាហ្នឹងដោះស្រាយចេញហើយទំនាក់ទំនងយោធាឥឡូវក៏ដោះស្រាយចេញដែរគឺអនុញ្ញាតឲ្យនិស្សិតកម្ពុជាឬមន្ត្រីកម្ពុជានឹងមកសិក្សាបន្តនៅសហរដ្ឋអាមេរិកនេះទៀតបាទដើម្បីរៀននៅសាលាសហរដ្ឋអាមេរិកនេះបាទហើយបន្ថែមមិនត្រឹមតែបន្ថែមចំនួនទៀតបាទបន្ថែមចំនួនទៀតបាទនៅបញ្ហាទូចខ្លះធំក៏បានតូចក៏បានគឺបញ្ហានៅកំពង់ផែរៀមប៉ុន្តែប្រហែលថ្ងៃមុនក៏មានការដោះស្រាយគ្នាដែរដូច្នេះមានបញ្ហាច្រើនដែលសហរដ្ឋអាមេរិកនិងកម្ពុជាបានធ្វើរួមគ្នាហើយកំពុងធ្វើហើយនឹងធ្វើរួមគ្នាដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងបន្ថែមទៀតបាទអញ្ចឹងពីរឿងការមករៀននៅសហរដ្ឋអាមេរិកនេះបាទប្រិមិត្តមួយចំនួនគាត់ប្រាប់និស្សិតមករៀននៅសាលាយោធាការពិតបើអាមេរិកក៏ប្រាប់ពីមន្ត្រីរបស់កម្ពុជាពីព្រោះអីអ្នកដែលមករៀនហ្នឹងគឺអាមេរិកសម្រំពឹងថាជាអ្នកដែលធ្វើកិច្ចការងារយោធាទៅឲ្យស្ដាប់បាទបើទោះបីជានិស្សិតក៏ដោយក៏ប៉ុន្តែក៏និស្សិតហ្នឹងត្រូវមានការ sponsor ពីក្រសួងសម័យរបស់កម្ពុជានឹងផងដែរពីព្រោះក្របខ័ណ្ឌហ្នឹងឲ្យមករៀនហ្នឹងដើម្បីគាត់ទៅបម្រើការងារនៅវិញឧទាហរណ៍តែមករៀនខាងជើងគោកគឺទៅធ្វើការងារខាងជើងគោកវិញមករៀនខាងនាវាគឺទៅនាវាវិញខាងអាកាសទៅខាងអាកាសវិញអញ្ចឹងហើយត្រូវមាន sponsor អញ្ចឹងហើយបាននៅក្នុងកិច្ចព្រមព្រៀងដែលប្រកាសថ្ងៃមុនរបស់សហរដ្ឋអាមេរិកនេះគឺគាត់ប្រាប់ថាបង្កើនកៅអីសម្រាប់មន្ត្រីរបស់កម្ពុជាណាអញ្ចឹងខ្ញុំចង់បញ្យល់ឲ្យប្រិមិត្តយល់កន្លែងហ្នឹងបន្តិចបើទោះបីជាអ្នកនោះមកចេញពីមកនោះជានិស្សិតក៏ដោយក៏ប៉ុន្តែនិស្សិតនោះក៏ត្រូវមានការ sponsor ដែរបាទ sponsor ពីនេះបាទមានករណីខ្លះដែលអាមេរិកអាចលើកលែងឲ្យជានិស្សិតសតតែម្ដងដោយគ្មានការ sponsor បាទតែវាមានករណីលើកលែងមួយចំនួនដែរណាបាទនៅកន្លែងណាក៏ដោយ
នៅក្នុងស្ថាប័នសាររដ្ឋនេះគឺតែងតែមានការលើកលែងជានិច្ចបាទអញ្ចឹងនេះគឺជាព័ត៌មានទី1ណាអញ្ចឹងសម្រាប់អ្នកដែលព្រួយបារម្ភអំពីយុទ្ធជនបាទប្រហែលជាចង់សួរបាទសំណួរភ្លាមអ្នកដែលនៅក្បែរខ្ញុំគាត់សួរខ្ញុំភ្លាមនោះគឺអញ្ចឹងមិនទៅមាននិយាយគ្នារឿង18អ្នកហ្នឹងទេបាទខ្ញុំថាមិនត្រូវតែនិយាយហើយបាទត្រូវតែនិយាយហើយខ្ញុំជឿថាមេដឹកនាំកម្ពុជាគាត់ប្រកាសជានិយាយអំពីបញ្ហាហ្នឹងហើយបាទជាឱកាសហ្នឹងគឺយើងធ្វើយ៉ាងណាឲ្យអតិភិបទៅលើយុទ្ធជននឹងសិនហើយឲ្យគាត់បានមកដល់មាតុភូមិវិញ